អូខេ13500ខ្ញុំបានអីវ៉ាន់អីឥឡូវហាងទី1គឺយើង Let's go យើងដាក់ឲ្យយើងថតមកសំខាន់ណាបងប្អូនយើងមានជើងដាក់ទូរស័ព្ទចេះមួយ Oh my god ដែរវាល្អគឺវាជួយយើងបានច្រើនដែរកុំឲ្យពិបាកយើងកាន់ទូរស័ព្ទទៅវាចុកដៃទី1ចុកដៃទី2កាលណាដែលយើងកាន់ទូរស័ព្ទទៅពេលខ្លះយើងរវល់តែចុចទូរស័ព្ទទៅវាអាចមានបញ្ហាគ្រោះថ្នាក់ឬក៏ប៉ះពាល់គ្នាតាមផ្លូវអញ្ចឹងណា Hello sister yeah nice to meet you បង please verify yeah thank you បង enjoy your meal អរគុណ Oh my god បងប្អូនបងទី2ទី3ចូលមកហើយគឺនៅហាងជីបម៉ុងនៅដល់មកឥឡូវខ្ញុំពណ៌ជិះម៉ូតូទៅហើយពីម៉ុងទៀតបងប្អូនអញ្ចឹងGreen Bakery គឺនៅជាន់ក្រោមហើយ Khai Sien គឺនៅជាន់ទី3អូខេចឹងថ្លៃទឹកបាន4200ហើយនឹងថែមឡើងទៅហាង100ទៀតចឹងបាន4300ដែរពីបងនេះបងឲ្យខ្ញុំជិះកាត់តាមផ្លូវវត្តនួនមនីអញ្ចឹងបើសិនជាវៀងទៅតាមស្តុបចកាមើលវារៀងឆ្ងាយបាទហើយធម្មតាជាទូទៅនៅពេលដែលខ្ញុំជិះកាត់វត្តខ្ញុំតែងតែបោះមួកឯងពោពាក្យចាស់បុរាណគាត់ពោលថានៅពេលដែលយើងចូលវត្តតែងតែចុះបណ្ដើរកង់ឬក៏បណ្ដើរម៉ូតូអញ្ចឹងណាប៉ុន្តែឥឡូវវាប្រែប្រួលទៅតាមកលៈវិវត្តបន្តិចវាដូចជាព្រះសង្ឃបច្ចុប្បន្នគាត់ប្រើទូរស័ព្ទអញ្ចឹងហើយសម័យពីមុនគឺអត់មានទូរស័ព្ទប្រើទេហើយធម្មតាយើងចូលវត្តបើយើងមិនបានចុះបណ្ដើរម៉ូតូទេអត់គាត់តែយើងបានដោះមួកទៅវាជាការគោរពព្រោះយើងគឺជាអ្នកកាន់ពុទ្ធសាសនាដែរខ្ញុំបានមកដល់ហាង Green Bakery ហើយហាងទី2អញ្ចឹងយើងពិនិត្យមើលភេសជ្ជៈមកហើយលេខកូដមកសួស្តីអូនបង Grab 835អូខេយ៉ាអរគុណអូនឥឡូវដល់ហាងទី3ហាងទី3គឺនៅជាន់ទី3ហាង Khai Sien Malatang អូខេអញ្ចឹងនិយាយបានចូលតាទំនើបទេបងប្អូនវ៉ាវតាមស្រួលមិនទាន់បានទេនេះសួស្តីអូនបង Grab 630យេបាននៅបេះដូងអាយូបានណាអូខេសុំមុនឯងដាក់ TikTok មួយបានអត់អូអញ្ចឹងអូខេណាព្រោះចូលកាមេរ៉ាហើយអរគុណសំខាន់នេះយើងមើលមកប្រភេទអីវ៉ាន់ណាដែលត្រូវ view យើង view មកបើមិន view ទេវាពិបាកអូខេប្រភេទអីវ៉ាន់ណាដែលយើងអាចបញ្ឈរបានយើងបញ្ឈរទៅអូខេ600ចាំតិចបងចាំតិចអូខេសុំតិចបងខ្ញុំសុំថតមួយសិនអូខេបងអរគុណមកដល់ភ្ញៀវទី3ហើយភ្ញៀវទី3គឺជាសិស្សប្អូនឥឡូវថ្ងៃនេះសិស្សច្បងដឹកម្ហូបជូនសិស្សប្អូននៅសាកលវិទ្យាល័យភូមិន្ទវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចម្ដងអូខេឥឡូវវារៀងក្តៅទៀតបងប្អូនមានតែយើងទៅចតរកកន្លែងម្លប់ទេចូលបញ្ចត5ថ្ងៃមិនកើតទេបែកងាងឡើយសួស្តីអូនឈ្មោះបញ្ញាមែនអូនយេអូនទូតតាមណាដែរលុយកាយណោះ15200អូនខ្ញុំចូលរៀននេះបាទ5200អូរៀនវេនសេបើចាញ់ម៉ោង5តែជាទូទៅគ្រូរៀនតែដល់ម៉ោង5 4កន្លះហើយនឹងចេញតាមគ្រូដែរពេលខ្លះរៀន12ម៉ោង3ម៉ោងជាប់គ្នានោះនឿយបាត់ហើយអូ
អូខេអរគុណច្រើនអូនសុខសប្បាយហើយគឺខ្ញុំកំពុងតែបន្តដំណើរទៅទទួលយកការងារជើងទី4ប៉ុន្តែអត់ទាន់ជាប់ទេបងប្អូនដោយសារដាច់លុយហើយបញ្ចូលលុយអត់ទាន់ឡូបងអញ្ចឹងចូលលុយអត់ទាន់គោលដៅដោយសារយើងនៅបឹងតបែកអញ្ចឹងមានតែមកប្រូកាលីនហ្នឹងបងប្អូនអើយទៅណាបើបញ្ចូលលុយក៏មិនទាន់មកហ្នឹងបាទឥឡូវអ្នកដឹកតែច្រើនណាស់នេះហេឡូសួស្តីជើងទីម៉ានហើយជើងទី1ជើងទី1អូខេខ្ញុំជើងទី3ឥឡូវទី4មកអង្គុយចាប់ហាងហ្នឹងអត់ទាន់ជាប់បងអូខេអូខេឥឡូវយើងបានបងមួយហើយបងប្អូនប្រូកាលីនជើងទី4ហើយបងនេះគឺបាន4000ដែរយកទៅខាងបឹងសាឡាងអូខេអញ្ចឹង let's goឥឡូវភ្ញៀវទី4បានមកដល់ទីតាំងរបស់គាត់ហើយអញ្ចឹងគឺ Grab Pay អត់ពិបាកអីទេហើយគាត់បានដាក់លេខផ្ទះគាត់ទៀតអញ្ចឹងយើងគ្រាន់តែជិះកលេចទៅមើលចាំតិចអរគុណច្រើនបាទជាប់ហាងទី5ហើយបងប្អូនហាងទី5គឺហាងខាប់បុកទូទំពង់បាទហើយថ្លៃដឹកតែ2500ទេសួស្តីអូនបង Grab អូខេជើងទី5យើងបានម្ហូបហើយអញ្ចឹងថតមួយមកបញ្ជាក់ថាយើងបានទទួលម្ហូបអូខេខាងក្រោយផ្សារទូទំពង់ឥឡូវភ្ញៀវទី5ជាភ្ញៀវចុងក្រោយនៃវីដេអូគឺបានមកដល់ទីតាំងរបស់ភ្ញៀវហើយបងប្អូនអូបងបានខ្ញុំមកដល់បងបាទអរគុណបង Grab Pay បានន័យថាយើងគ្រាន់តែប្រគល់ឲ្យបានជូនភ្ញៀវទេប៉ុន្តែយើងអត់ត្រូវការប្រមូលលុយពីភ្ញៀវទេហើយបើសិនជាឃើញគេដាក់ជាប្រភេទសាច់ប្រាក់អូខេបាសណាថាយើងត្រូវតែប្រមូលលុយពីភ្ញៀវអញ្ចឹងចាំមើលថាសាច់ប្រាក់របស់ខ្ញុំគឺខ្ញុំត្រូវទទួលលុយពីភ្ញៀវ13500អូនទូទៅតាមណាដែរ13500ដឹងថាអាប់មកទេអាប់2000ដូចគ្នាទៅនឹងអាប់អូខេចឹងខ្ញុំអាប់ជូន1500ណាបាទអរគុណច្រើនសុខសប្បាយអស់13500ញូឲ្យ15000យើងអាប់ជូនគាត់1500អូខេ let's go